សួស្តីបងប្អូនអរគ្នានេះគឺជាជ្រូករបស់បងប្អូនយើងចិញ្ចឹមនៅក្នុងខេត្តព្រៃវែងណានៅខាងស្រុកកំពង់ត្បែកនេះមេជ្រូកពួកនេះកើតបានប៉ុន្មានថ្ងៃហើយនេះបាទកន្លះខែកូនជ្រូកនេះកើតបានកន្លះខែហើយវារៀនស៊ីចំណីបដាហើយលោកគ្រូបានឲ្យស៊ីចំណី AG-FIT 861ជាចំណីកូនជ្រូកដែលសម្បូរដោយជាតិទឹកដោះគោណាអញ្ចឹង AG-FIT 861នេះឲ្យតាំងពីរៀនស៊ីរហូតដល់20គីឡូដែលបងប្អូនងាយស្រួលដោយមិនចាំបាច់ធ្វើការផ្លាស់ប្ដូរចំណីពីមួយវគ្គទៅមួយវគ្គដែលធ្វើឲ្យមានបញ្ហានៃការផ្លាស់ប្ដូរចំណីឯងដូចបងប្អូនបានឃើញអញ្ចឹងAG-FIT 861ដែលវារៀនស៊ីនេះគប់ផ្សំជាមួយនឹងទឹកដោះមេវីសាបូកូនជ្រូកមើលទៅសុខភាពវាល្អនិងវាថ្លាមែនតើសម្រាប់កូនជ្រូកទាំងអស់ហ្នឹងណាឲ្យដែល like នោះបងប្អូនមើលសិនឈុំខាងនោះអានេះជ្រូកដែលវាបំបែកបាន2ថ្ងៃមានន័យថានេះបំបែកចេញពីមេអាន2ថ្ងៃហើយកូនជ្រូកនេះគឺវាពេញស៊ីចំណី AG-FIT 861បណ្ដោយគឺចំណីកូនជ្រូកមើលពណ៌សម្បុរមើលសភាពដងខ្លួនមើលរូបរាងវាមើលថាមានន័យថាទាំងសុខភាពទាំងការលូតលាស់គឺវាពេញលក្ខណៈវាពេញភ្នែកល្អមែនតើហើយជាក់ស្ដែងគឺបងប្អូនគាត់រៀបចំអញ្ចឹងបែបហ្នឹងបងប្អូននឹងចិញ្ចឹមតាមទីជនបទយើងដឹងគឺការចិញ្ចឹមគឺបែបហ្នឹងអញ្ចឹងបងប្អូនដែលកំពុងតែអឺចិញ្ចឹមសត្វហើយបងប្អូនដែលកំពុងតែមានបញ្ហាទៅលើការចិញ្ចឹមជាពិសេសចិញ្ចឹមទៅស៊ីទៅវាមិនសូវស្ទុះឬក៏ស៊ីទៅចេះថាមានបញ្ហារីអីបងប្អូនអាចផ្លាស់ប្ដូរមកប្រើ AG-FIT 861បានជាទីទំនុកចិត្តសម្រាប់បងប្អូនហើយជាទីទំនុកចិត្តក្នុងការដោះស្រាយបញ្ហាដែលបងប្អូនបានជួបប្រទះទាំងអស់ហ្នឹងអរគុណច្រើនបាទ